នៅពេលនេះគឺជាពេលវេលាមួយដែលកូនត្រូវសមាធិហើយលោកគ្រូនឹងធ្វើការរាប់5 4 3 2 1 0សួស្តីកូនទាំងអស់គ្នានៅពេលនេះដែរគឺជាពេលវេលាដែលកូនត្រូវសមាធិហើយចូលកូនអង្គុយដងខ្លួនឲ្យត្រង់ដាក់ដៃលើភ្លៅដៃស្ដាំដាក់លើដៃឆ្វេងនិងប្រមូលអារម្មណ៍មកសមាធិការសមាធិគឺជួយធ្វើឲ្យចិត្តរបស់យើងស្ងប់ថែមទាំងជួយកាត់បន្ថយភាពតានតឹងនិងបង្កើតនូវគុណសម្បត្តិល្អនិងគុណតម្លៃល្អជាច្រើនសម្រាប់ខ្លួនយើងម្យ៉ាងទៀតចូលកូនធ្វើខ្លួនឲ្យคล้ายទៅជាកូនល្អសិស្សល្អនិងមិត្តភក្តិល្អកូនត្រូវចេះទុកដាក់សម្ភារៈនិងកាកសំណល់របស់កូនឲ្យមានរបៀបហើយមានអនាម័យផងដែរស្របពេលដែលកូនចង់คล้ายទៅជាកូនល្អសិស្សល្អនិងដើម្បីคล้ายទៅជាមនុស្សសកលកូនត្រូវប្រកាន់យកនៅស្អាតរបៀបសុភាពទៀងទេនិងសមាធិស្អាតមិនសំដៅទៅលើរូបរាងកាយពណ៌សម្បុរនោះទេតែសំដៅទៅលើចិត្តគំនិតដែលមានស្រស់ថ្លារីឯរបៀបមានន័យថាគឺការគោរពវិន័យចេះគោរពចាស់ទុំបងប្អូនមិត្តភក្តិនិងលោកគ្រូអ្នកគ្រូរីឯពាក្យសុភាពគឺសំដៅទៅលើអត្តចរិតដែលមានក្រមសីលធម៌សុជីវធម៌និងចេះគោរពអ្នកដទៃទៀងពេលគឺសំដៅទៅលើពេលវេលាដែលកូនត្រូវមកអនុវត្ត